បើចរាចរណ៍វិញហើយគឺបើកឲ្យមកតែបើកបានតាមមួយចំហៀងខាងនេះទេចាបើកឲ្យទៅតែមួយចំហៀងទេហើយក៏កន្លែងនេះគឺសុទ្ធតែពួកជួយនេះគេឲ្យនឹងអ្នកកសែតច្រើនណាស់មកតាមកន្លែងនេះឲ្យនឹងអ្នក YouTuber មកច្រើនគ្នាណាបងប្អូនគឺមកចឹងទៅគេមកមើលឲ្យថ្ងៃនេះហើយម៉ោង12នេះគេបានរកឃើញអ្នកស្លាប់ហើយប្រុស8ស្រី6មេញ1ចាសរុប15នាក់ហើយនឹងអ្នកដែលទទួលរងគ្រោះនៅពេលម៉ោង12នេះថ្ងៃទី2នេះខែ4នេះណាបងប្អូនទាំងអស់គ្នាខ្ញុំចង់ប្រាប់ថារកឃើញអ្នកដែលเสียชีวิตនឹងអ្នកដែលទទួលមរណភាពដោយគ្រោះផែនដីហ្នឹងគឺមានប្រុស8ស្រី6និងក្មេង1ចាហើយអ្នករបួសហ្នឹង9នាក់ហើយអ្នកដែលនៅរកឃើញនៅដែលបាត់អត់ទាន់រកឃើញហ្នឹងគឺ12នាក់ទៀតចាបងប្អូនរបស់គ្នាដូច្នេះបងប្អូនរបស់គ្នាអាចតាមដានព័ត៌មានពិតគឺខ្ញុំមកយកព័ត៌មានពិតនៅកន្លែងនេះឲ្យបងប្អូនទាំងអស់គ្នាចាគឺអត់មានមកដើម្បីយកព័ត៌មានខ្លាំងបន្លំអីអត់ទេណាគឺព័ត៌មានពិតតែម្ដងចា